សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍កាន់វីដេអូប្រូ PT1 Gaming ហើយថ្ងៃនេះខ្ញុំចង់មកប្រាប់អ្នកគ្នាអំពីរបៀប down game Free Fire S1 S2 អ្នកគ្នាដែលគេហៅថា Free Fire 2017ហ្នឹងអ្នកគ្នានេះអ្នកគ្នាគឺអែមខ្លាំងមែនតើអ្នកគ្នា Free Fire 2017អ្នកគ្នាចង់ចេះ down អ្នកគ្នាបើសិនជាអ្នកគ្នាចង់ចេះ down កុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច Subscribe នៅកាន់ខ្ញុំម្នាក់មួយផងអ្នកគ្នាហើយកុំភ្លេចជួយទៅ follow TikTok ខ្ញុំម្នាក់មួយផងគឺអែមខ្លាំងមែនទេ Season 1 នេះអ្នកគ្នានេះគឺវាអែមដូចជាអត់អែមអញ្ចឹងអ្នកគ្នាគឺមកល្មមអ្នកគ្នានេះម៉ែទៅ free ពេជ្រឲ្យទៀត free ពេជ្រ free កាក់ឲ្យអ្នកគ្នាលយមែនកប់សេរីលយយកនេះឥឡូវខ្ញុំ record មួយសិនអ្នកគ្នាម៉ែលយយកមានទាំងពេជ្រមានទាំងកាក់អ្នកគ្នាអែមអីដូចវាអត់ស្អីមានស្អីខ្លះទេអ្នកគ្នានេះម៉ែពេជ្រមួយកណ្ដងនៅឃើញអត់ហើយវាមានអីកន្លែងណាឲ្យទិញទេអ្នកគ្នាគឺអានេះមិនមែន Free Fire ដូច Pro Run ទេអ្នកគ្នាតែ Pro Run ដូចជា Free Fire 2017លើកុំព្យូទ័រនេះ Free Fire 2017លើទូរស័ព្ទដៃអ្នកគ្នាប្រហែលជាវាខុសគ្នាត្រង់ហ្នឹងអ្នកគ្នានេះជាមួយខ្ញុំដាក់ឈ្មោះអ្នកគ្នាមិនមែននេះអានេះមិនខ្ញុំយកវីដេអូគេមកទេអ្នកគ្នាគឺជាវីដេអូខ្ញុំផ្ទាល់តែម្ដងនេះជាមួយខ្ញុំដាក់ឈ្មោះខ្ញុំ Pro PT1 នេះដាក់ PT1 Gaming តែម្ដងអ្នកគ្នាមិនយកវីដេអូគេមកទេអ្នកគ្នាបើយកវីដេអូគេមកគឺដាក់ឈ្មោះអត់បានទេអ្នកគ្នាគឺអែមខ្លាំងមែនតើអ្នកគ្នា Season 1 នេះទៅមើលវីដេអូក្រោយខ្ញុំនឹងចេញវីដេអូដែលបរិញ្ញាអ្នកគ្នា down Free Fire 2017លើកុំព្យូទ័រម្ដងអ្នកគ្នាដោយ Pro Run អ្នកគ្នាគឺអែមខ្លាំងមែនតើអ្នកគ្នាអ្នកគ្នាចង់ចេះ down នោះបើសិនជាចង់ចេះ down កុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច Subscribe កាន់ខ្ញុំម្នាក់មួយផងអ្នកគ្នាតើកុំឲ្យរងចាំពេលវេលាយូរខ្ញុំមកប្រាប់អ្នកគ្នាតែម្ដងថាគេ down របៀបម៉េចហើយរបៀប down គឺមានពិបាកទេអ្នកគ្នាគឺងាយស្រួលខ្លាំងមែនតើជាដំបូងអ្នកគ្នាត្រូវចូលមកកាន់ Google Chrome មកអ្នកគ្នាហើយ Google Chrome អ្នកគ្នាចូលមកកាន់ Google Chrome មកហើយវាយពាក្យមកអ្នកគ្នាវាយពាក្យដូចខ្ញុំមកនេះចូលកន្លែង search ហើយវាយពាក្យអ្នកគ្នាវាយពាក្យថា Free Fire អ្នកគ្នានេះគឺវាលោតមកអ្នកគ្នា Free Fire ហ្នឹងគឺវាលោតមកនៅក្រោមហ្នឹងអ្នកគ្នាវាយពាក្យតាមខ្ញុំហ្នឹងមកនេះ Free Fire ហើយខ្ញុំស្គប់ឲ្យអ្នកគ្នាមើលតែលោកអ្នកគ្នាមើលអត់តអ្នកគ្នាចុចស្គប់ហើយចុចវាយមើលទេអ្នកគ្នា Free Fire ស្អីហ្នឹងអ្នកគ្នាប្រហែលចុចប្រហែលហ្នឹងហើយតបមកអ្នកគ្នាយកលើអ្នកគ្នាចុចយកលើមកវាមាន2អ្នកគ្នាអ្នកគ្នាចុចយកលើនេះចុចតាមខ្ញុំមកអ្នកគ្នានឹងធានាថាដោតបាន 100% តែម្ដងតបមកវាចេញពាណិជ្ជកម្មមកដល់កន្លែងនេះគឺពាណិជ្ជកម្មច្រើនមែនតើហើយអ្នកគ្នាអូសទៅក្រោមអ្នកគ្នាមកដល់កន្លែងហ្នឹងអ្នកគ្នាអូសទៅក្រោមដើម្បីរកកន្លែង down នេះអូសទៅក្រោមមកអ្នកគ្នាតបពីអូសមកក្រោមហើយអ្នកគ្នានឹងឃើញកន្លែង down ណាអ្នកគ្នានេះអាពណ៌ Q ហ្នឹងលើសក្រហមហ្នឹងគឺកន្លែង down ណាអ្នកគ្នាឥឡូវហ្នឹងគឺតបពីដល់កន្លែងហ្នឹងអ្នកគ្នាចុច down វិញមកគឺវាចេញពាណិជ្ជកម្មអ្នកគ្នាហើយចុចខ្វាយវាវិញមកចុច down ម្ដងទៀតនេះអ្នកគ្នាចុច down ម្ដងទៀតមកគឺវាលោតឲ្យ down ណាអ្នកគ្នានេះគឺវាចេញមកលើវិញអាហ្នឹងគឺចាំវាបន្តិចទេអ្នកគ្នាហើយតមកអ្នកគ្នាចុចទាញយកអ្នកគ្នាចុចអាសពណ៌ Q វាថាទាញយកហ្នឹងហើយចុចអាមុខគេអ្នកគ្នាអាហ្នឹងបានសិនអ្នកគ្នាចុចខុសអត់ទាញយកបានទេអ្នកគ្នាចុចអាមុខគេអ្នកគ្នានឹងទាញយកបានហើយអ្នកគ្នាកន្លែងហ្នឹងហើយអ្នកគ្នាចុចតាមខ្ញុំមកនិយាយទៅចុចតាមខ្ញុំមកអ្នកគ្នានេះទាញយកបានហើយខ្ញុំមិនបាច់ទាញយកទៀតទេអ្នកគ្នាដោយសារខ្ញុំបានមានមួយអ្នកគ្នាគឺខ្ញុំបាននេះគ្រាន់តែធ្វើឧទាហរណ៍អ្នកគ្នាមើលទេហើយបន្ទាប់មកខ្ញុំចុចដំឡើងវាមកអ្នកគ្នានេះចុចដំឡើងមកវាថាបើកមកអ្នកគ្នានេះ Free Fire 2017អ្នកគ្នាគឺខ្ញុំចូលមកដល់គឺគេឲ្យចូល Season 1 free តែម្ដងអ្នកគ្នាគឺអែមខ្លាំងមែនតើអ្នកគ្នាអ្នកចុចបើកវាមកអ្នកគ្នាចុចបើកវាមកគេវាដំណើរការយើងអ្នកគ្នាអានេះរបស់ខ្ញុំគឺវាមាន scan ច្រើនពេកអ្នកគ្នារបស់ខ្ញុំទូរស័ព្ទខ្ញុំគឺវាមានមេរោគច្រើនពេកអ្នកគ្នាគឺដំឡើង2ដងអ្នកគ្នានេះខ្ញុំចុចដំឡើងវាម្ដងទៀតមកអានេះតាមពិតវាដំឡើងម្ដងតែខ្ញុំអត់ដឹងខ្ញុំចុចដំឡើង2ដងអ្នកគ្នាយ៉ាប់មែនចុចបើកវាមកអ្នកគ្នាចុចថារួចរាល់មកហើយខ្ញុំចូលឲ្យអ្នកគ្នាមើលនេះ
Free Fire គឺលយខ្លាំងមែនតើហើយតោះមកនៅគ្នាចូលនៅក្នុង Free Fire មក